តើបងប្អូនមកបុកសាច់គោជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយមុខគឺបុកសាច់គោសម្រាប់ខ្ញុំគឺលើកទី1ហើយដែលខ្ញុំធ្វើមុខម្ហូបបុកសាច់គោនឹងរដងខ្ញុំធ្លាប់តែធ្វើបែបលក្ខណៈភ្លាហើយសាច់ដែលខ្ញុំកំពុងតែហាន់នេះគឺខ្ញុំលាងទឹកលាងអីស្អាតអស់ហើយតម្លៃដែលខ្ញុំទិញគឺអស់10000ណាបងប្អូនពេលដែលខ្ញុំជាទៅគឺបាន3ដុំនឹងខ្ញុំជាបែបហ្នឹងគឺដើម្បីយកវាមកប្រឡាក់ជាមួយគ្រឿងដែលខ្ញុំធ្វើការប្រឡាក់ជាមួយសាច់គោហ្នឹងមានដូចជារ៉ូឌីហើយជាមួយនឹងប៊ីចេងបន្ទាប់មកគឺប្រេងខ្យងហើយជាចុងក្រោយគេបងអស់ហ្នឹងគឺខ្ញុំដាក់ជាមួយនឹងប្រេងឆាបន្តិចទៅដើម្បីឲ្យវាសាច់យើងវាទន់អញ្ចឹងណាខ្ញុំធ្វើការច្បល់សាច់យើងហ្នឹងឲ្យចូលគ្នាជាមួយគ្រឿងប្រហែលជា2នាទី3នាទីអីហ្នឹងបងប្អូនហើយអធិស្ឋានខ្ញុំធ្វើការច្បល់នឹងដៃដោយសារអីអស់ស្រោមដៃនៅផ្ទះអញ្ចឹងខ្ញុំច្បល់នឹងដៃមកបងប្អូនអធិស្ឋានផងណាហើយសាច់ដែលយើងប្រឡាក់ហ្នឹងយើងទុកចោលសិនណាអត់មានយកទៅចៀនភ្លាមទេយើងទុកប្រហែលជា10នាទីអីទៅដាក់ក្នុងទូទឹកកកទៅហើយអានេះគឺខ្ញុំដកចេញពីទូទឹកកកវិញហើយបងប្អូនខ្ញុំយកវាមកចៀនសម្រាប់ការចៀនយើងប្រើជាមួយប៊ឺក៏បានយើងប្រើខ្លាញ់ក៏បានមានប៊ឺដាក់ប៊ឺរឹតតែល្អវាធ្វើឲ្យសាច់របស់យើងឈ្ងុយចៀនហ្នឹងគឺយើងដាក់លក្ខណៈមួយសពឯណាបងប្អូនពេលដែលយើងដាក់ទៅដាក់វាចោល1នាទី2នាទីគឺយើងទៅប្រែវាមកត្រឡប់អញ្ចឹងមកហើយអានេះខ្ញុំឆ្លៀតពេលមកច្រាំប្រហុកក៏បងប្អូនហើយសាច់ដែលខ្ញុំដាក់មកត្រឡប់ទៀតហ្នឹងខ្ញុំអត់បានថតជូរទេអានេះគឺឆ្អិនណាខ្ញុំដួសចេញមកដាក់ចានអញ្ចឹងហ្មងឲ្យបងប្អូនមើលជាក់ស្ដែងអញ្ចឹងណាហើយសាច់របស់វាគឺបានប៉ុណ្ណឹងនិយាយទៅយើងចំអិនវាត្រឹម40%អីបានហើយមិនបាច់ឆ្អិនពេកទេបន្ទាប់មកយើងយកសាច់គោរបស់យើងហ្នឹងមកហាន់ជាចំណិតទូចដើម្បីយើងងាយស្រួលក្នុងការញ៉ាំហើយបុកទៅវាចូលជាតិគ្រឿងបានល្អបងប្អូនឆ្ងល់ហ៎ថាសាច់គោ3ដុំតែដល់ពេលយកមកហាន់មិនឃើញតែ2ដុំមិនបាត់តាណាឬមួយក៏ខ្ញុំលួចញ៉ាំទេណាអត់ទេគឺខ្ញុំទុកម្ដុំហ្នឹងសម្រាប់ឲ្យកូនខ្ញុំដោយសារគាត់ញ៉ាំបុកសាច់គោប្រហុកនៅអត់ការទេគាត់កំពុងតែក្អកអញ្ចឹងខ្ញុំទុកម្ដុំសម្រាប់ឲ្យគាត់ជ្រលក់ជាមួយទឹកត្រីហើយឬមួយក៏ទឹកម្រេចអញ្ចឹងណាឥឡូវសាច់យើងបានហាន់ហើយបងប្អូនឃើញវានៅលក្ខណៈថាអត់តន់ឆ្អិនខ្លាំងទេនិយាយទៅអាហ្នឹងបើឆ្អិនពេកវាខ្សោះវាអត់ឆ្ងាញ់ទេអាក្បួនគេបុកសាច់គោនឹងគេដាក់រៀងនៅឆៅតិចចឹងណាហើយនេះខ្ញុំធ្វើការបុកខ្ទឹមសជាមួយនឹងម្ទេសដាក់រៀងច្រើនគ្រាប់តិចទៅដើម្បីឲ្យវាហឹរហើយវាឆ្ងាញ់បន្ទាប់មកខ្ញុំធ្វើការដាក់ជាមួយប្រហុកចូលហើយប្រហុកហ្នឹងគឺខ្ញុំរៀងចាស់បន្តិចហើយវាជ្រុលដៃអញ្ចឹងក៏ច្រាមហើយក៏ដាក់ទាំងអស់ហ្នឹងទៅឥឡូវយើងធ្វើការដាក់ស្ករត្នោតចូលបងប្អូននិយាយពីថាគ្រឿងបុកអត់មានស្ករត្នោតគឺអត់ឆ្ងាញ់ហ្មងយើងដាក់ស្ករសអត់សូវឆ្ងាញ់ដូចស្ករត្នោតទេណាបងប្អូនអាចពិសោធន៍បានមិនថាបុកល្ហុងឬគ្រឿងបុកអីផ្សេងគឺត្រូវប្រើស្ករត្នោតហ្មងហើយមួយហ្នឹងគឺខ្ញុំថែមជាមួយប៊ីចេងហើយរ៉ូឌីមកបន្តិចបន្ទាប់មកគឺខ្ញុំច្របាច់ក្រូចឆ្មាចូលសម្រាប់ក្រូចឆ្មាគឺខ្ញុំដាក់2ផ្លែក្រូចឆ្មា2ផ្លែហ្នឹងគឺស្ទើរខ្លាំងមែនតើអត់ជូរទេហើយអានេះគឺខ្ញុំធ្វើការដាក់សាច់គោដែលយើងហាន់ហើយហ្នឹងដាក់ចូលមកដើម្បីយកមកបុកជាមួយគ្រឿងសម្រាប់ការបុកសាច់គោនេះយើងយករសជាតិបែបលក្ខណៈថាប្រៃផ្អែមជូរហឹរប៉ុន្តែបុកសាច់គោរបស់ខ្ញុំថ្ងៃនេះគឺលក្ខណៈថាប្រៃឡប់តែម្ដងនិយាយទៅលើកទី1បងប្អូនដែលខ្ញុំធ្វើមុខម្ហូបហ្នឹងហើយដល់ពេលយើងធ្វើទៅវាញ៉ាំមកអត់ឆ្ងាញ់ទៀតដោយសារមូលហេតុអីគឺខ្ញុំចាស់ប្រហុកពេកនិយាយទៅដាក់មកគឺប្រហុកច្រើនខ្លាំងមែនតើហើយសាច់យើងហ្នឹងយើងប្រឡាក់គ្រឿងឲ្យម្ដងហើយដល់ពេលយើងចាស់ប្រហុកពេកវាទៅជាលក្ខណៈប្រៃហើយយើងស្ទើរក្រូចឆ្មាទៀតគឺញ៉ាំអត់ឆ្ងាញ់ហ្មងសម្រាប់ការធ្វើម្ហូបមួយមុខនេះគឺខ្ញុំរ៉េតឲ្យខ្លួនឯង4លើ10ហ្មងសូម្បីតែ5លើ10ក៏អត់បានដែរព្រោះវាលក្ខណៈថាញ៉ាំមកអត់ឆ្ងាញ់តែម្ដងបងប្អូនឃើញអញ្ចឹងមើលមកតំណងណាប៉ុន្តែរសជាតិវិញគឺញ៉ាំអត់កើតទេអានេះខ្ញុំប្រាប់ត្រង់ហ្មងមែនថាឲ្យតែម្ហូបខ្លួនឯងធ្វើនិយាយថាឆ្ងាញ់រហូតអីអត់ទេខ្ញុំអត់ចេះអញ្ចឹងទេចាំមើលថ្ងៃណាតនេខ្ញុំសាកធ្វើវាម្ដងទៀតហើយខ្ញុំនឹងធ្វើវាឲ្យឆ្ងាញ់ជាងថ្ងៃហ្នឹងហើយដាក់គ្រឿងឲ្យគ្រប់គ្រឿងហ្មងមានជីមានអីគឺខ្ញុំដាក់ឲ្យគ្រប់មុខហ្មងតែអានេះគឺខ្ញុំធ្វើនេះលក្ខណៈខ្វះមុខខ្វះក្រោយគ្រឿងណា